ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ទស្សនិកជនរបស់យើងនិងសូមស្វាគមន៍ផងដែរមកកាន់វីដេអូថ្មីនៃការសម្រាយសាច់រឿងបន្តរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺខ្ញុំបានបកស្រាយយករឿងប្រភេទកំសត់មួយមកសម្រាយចែកជូនអ្នកទាំងអស់គ្នាដោយរឿងនេះផងដែរគឺនិយាយអំពីក្មេងប្រុសម្នាក់ដែលកំសត់ខ្លាំងមែនទែននៅវគ្គចុងក្រោយតែបើចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាខ្ញុំនឹងប្រាប់នៅវគ្គចុងក្រោយតោះមកទស្សនានៅវីដេអូនៃការសម្រាយសាច់រឿងនេះទាំងអស់គ្នាតែមុននឹងចូលដល់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំផងដែរផ្ដើមនៃសាច់រឿងយើងមកគឺយើងបានឃើញថានៅក្នុងពិធីបុណ្យ Halloween ក្មេងៗសប្បាយអង្ករគ្រប់គ្នាចម្លែកអីតែក្មេងប្រុសដែលជាតួអង្គប្រុសរបស់យើងនឹងឯងតែគាត់អង្គុយឯកានៅក្នុងផ្ទះម្នាក់ឯងនៅពេលនោះម្ដាយរបស់គេក៏បានមកយកស្ករគ្រាប់ឲ្យគេផងដែរប៉ុន្តែក្មេងប្រុសហាក់បីដូចជាមិនបានអើពើនឹងម្ដាយនោះទេព្រមទាំងបានរត់ចេញទៅខាងក្រៅបាត់រួចក៏បានទៅរាប់អានជាមួយនឹងក្មេងស្រីម្នាក់ហើយក្មេងស្រីម្នាក់នោះទៀតផ្សោតគឺមិនសូវចេះនិយាយស្ដីអីនោះទេហើយជាក្មេងប្រុសរបស់យើងមាននិស្ស័យជាមួយនឹងក្មេងស្រីនោះហើយទើបធ្វើឲ្យគេទៅលេងជាមួយនឹងក្មេងស្រីម្នាក់នោះម្ដាយរបស់គេឆ្ងល់ក៏បានយកកាមេរ៉ាដើម្បីទៅថតគេនិងមិត្តភ័ក្តិរបស់គេថ្មីនោះបន្ទាប់ពីនោះគេក៏បានសុំម្ដាយរបស់គេដើម្បីទៅលេងជាមួយនឹងក្មេងស្រីនោះនៅឯភូមិហើយម្ដាយរបស់គេក៏បានយល់ព្រមផងដែរបន្ទាប់ពីបានលេងឆ្អែតឆ្អល់រួចក្មេងប្រុសក៏បានត្រឡប់មកផ្ទះវិញរួចក៏បានឃើញក្រដាសមួយដែលម្ដាយរបស់គេសរសេរទុកឲ្យក្រដាសនោះគឺមានអត្ថន័យថាម្ដាយរបស់គេគឺមានការងាររវល់ 4-5 ថ្ងៃអញ្ចឹងហើយឲ្យគេរងចាំគាត់តិចទៀតគាត់នឹងមកវិញនៅពេលដែលឃើញក្រដាសនោះភ្លាមក្មេងប្រុសដ៏ឯការបស់យើងក៏បានសែទៀតហើយរួចក៏បានគប់ក្រដាសនោះចោលបន្ទាប់ពីនោះគេក៏បានឃើញក្មេងស្រីតូចនឹងទៀតហើយអញ្ចឹងហើយគេក៏បានទៅលេងជាមួយនឹងក្មេងស្រីនោះហើយក្មេងស្រីនោះទៀតផ្សោតគឺកាច់ខ្លាំងមែនទែនប៉ុន្តែយ៉ាងណាក៏ដោយក៏តួអង្គប្រុសរបស់យើងនៅតែលេងជាមួយនឹងក្មេងស្រីនោះដដែលពួកគេក៏បានបបួលគ្នាញ៉ាំស្ករគ្រាប់ហើយស្ករគ្រាប់សម្បកវាគឺមានសរសេរអក្សរហើយក្មេងស្រីក៏ទទួលបានអក្សរថាអ្នកបានរកឃើញខ្ញុំចំណែកឯក្មេងប្រុសទទួលបានពាក្យកំ pl ែងមួយផងដែរដោយវាមានន័យថាបំភ្លេចពេទ្យថ្មិញចោលទៅព្រោះស្ករគ្រាប់ឆ្ងាញ់ហើយក្មេងប្រុសក៏បានសើចសប្បាយរីករាយបន្ទាប់ពីនោះផងដែរក្មេងប្រុសក៏បានបបួលក្មេងស្រីដើរលេងនៅក្នុងភូមិនៅពេលនោះផងដែរក្មេងប្រុសក៏បានរត់ខ្លាំងពេកធ្វើឲ្យបុកក្មេងមួយក្រុមហើយក្មេងប្រុសក៏បានព្យាយាមណែនាំមិត្តភក្តិរបស់គេថ្មីនេះទៅកាន់ក្មេងៗទាំងអស់នោះផងដែរចំណែកឯក្មេងៗទាំងអស់នោះហាក់បីដូចជាមិនអើពើនឹងអ្វីដែលក្មេងប្រុសនោះបានព្យាយាមណែនាំនោះទេតែក្មេងប្រុសក៏មិនបានខ្វល់អីនោះដែរព្រោះថាគេមានមិត្តភក្តិថ្មីដូចជាជីវិតចាប់ផ្ដើមសាសថ្មីឡើងវិញផងដែរអ្នកណាខ្លះធ្លាប់អញ្ចឹងសូមខមមិនមួយមកនៅពេលនោះក្មេងប្រុសក៏បបួលក្មេងស្រីទៅសុំស្ករគ្រាប់នៅតាមផ្ទះហើយពួកគេក៏បានសុំស្ករគ្រាប់ជាច្រើនផ្ទះហើយលទ្ធផលដែលទទួលបានគឺក្មេងប្រុសទទួលបានពេញមួយចានតែម្ដងហើយរឿងដែលចម្លែកគឺក្មេងស្រីគ្មានអ្នកណាគេឲ្យមួយគ្រាប់សោះនៅក្នុងចានរបស់នាងនៅពេលនោះក្មេងប្រុសក៏បានលួចដាក់ស្ករគ្រាប់ឲ្យនាងជាច្រើនផងដែរនៅពេលដែលគេនិយាយគ្នាក្មេងស្រីហាក់បីដូចជាមើលទៅក្នុងព្រៃដ៏គ្រោះថ្នាក់មួយនោះនៅពេលនោះពួកគេក៏បានញ៉ាំស្ករគ្រាប់មួយហើយស្ករគ្រាប់នោះគឺមានអក្សរសរសេរថាតោះយើងធ្វើជាមិត្តភក្តិគ្នាទៅអញ្ចឹងហើយពួកគេក៏បានចាប់ដៃគ្នានិងធ្វើមិត្តភក្តិគ្នារហូតទៅក្មេងប្រុសក៏បានបបួលក្មេងស្រីទៅផ្ទះរបស់គេដើម្បីជួបនឹងឪពុកម្ដាយរបស់ខ្លួននៅពេលដែលគេមកដល់ផ្ទះរួចក៏បានជួបឪពុកម្ដាយនិងដុកទ័រម្នាក់ផងដែរនៅពេលនោះគេក៏បានឆ្ងល់ខ្លាំងមែនទែនរួចគេក៏បានរត់លេងយ៉ាងសប្បាយរីករាយម្ដាយរបស់គេឃើញបែបនោះហើយក៏មានអារម្មណ៍ថារំភើបនៅពេលនោះផងដែរក្មេងប្រុសក៏បានឃើញរបស់អ្វីម្យ៉ាងនៅលើដៃរបស់ម៉ាក់គេអញ្ចឹងហើយគេក៏បានទៅកញ្ឆក់យកមកមើលពេលដែលគេកញ្ឆក់គេសប្បាយចិត្តរីករាយប៉ុន្តែនៅពេលដែលគេបានមើលក្រដាសនោះគេទើបតែដឹងថាម្ដាយរបស់ខ្លួនគិតថាខ្លួនមានជំងឺ depression បាក់ទឹកចិត្តអ្វីមិនដឹងទេគេសួរទៅម្ដាយគេថាតើខ្ញុំកើតជំងឺនឹងដោយសារអីម្ដាយរបស់គេក៏បានព្យាយាមហើយក៏បានប្រាប់ថាកូនគ្មានមិត្តភក្តិទេហើយអ្វីបានជាកូនប្រាប់ថាកូនមានមិត្តភក្តិពេលនោះក្មេងប្រុសតូចក៏បានណែនាំក្មេងស្រីតូចទៅកាន់ម្ដាយរបស់គេប៉ុន្តែម្ដាយរបស់គេមិនជឿទេហើយក៏បានយក iPad ឬក៏ tablet ហ្នឹងមកបង្ហាញដល់ក្មេងប្រុសវិញកន្លែងនេះក៏បានប្រាប់យើងថាពេលនៅតាមសាច់រឿងម្ដាយរបស់គេបានថតគេជាមួយនឹងក្មេងស្រីតូចគឺជាប់តែរូបគេនោះទេមិនបានជាប់ក្មេងស្រីតូចនោះទេតើក្មេងស្រីតូចនោះគឺជាអ្នកណាទៅហើយអ្វីបានជាមានតែក្មេងប្រុសតូចអាចមើលឃើញនាងតែចំណែកឯអ្នកដទៃមិនអាចមើលឃើញនាងអញ្ចឹងនៅពេលនោះផងដែរគេក៏បានអន់ចិត្តខ្លាំងមែនទែនក្មេងប្រុសតូចក៏បានរត់ទៅលើភ្នំដែលគេតែងតែអង្គុយជាមួយនឹងក្មេងស្រីតូចហើយក្មេងស្រីតូចក៏បានរត់តាមគេហើយនៅពេលនោះផងដែរក្មេងស្រីតូចក៏បានបាក់ទឹកចិត្តរួចក៏បានរត់ចូលទៅក្នុងព្រៃដ៏គ្រោះថ្នាក់មួយនោះក្មេងប្រុសតូចនៅពេលដែលគេបានឃើញក្មេងស្រីតូចរត់ចូលទៅក្នុងព្រៃដ៏គ្រោះថ្នាក់មួយនោះគេក៏មិនដាច់ចិត្តឲ្យក្មេងស្រីរត់ទៅតែម្នាក់ឯងនោះដែរអញ្ចឹងហើយគេក៏បានរត់តាមពីក្រោយនាងទោះបីជាគេខំរត់យ៉ាងណាក៏ដោយក៏គេរត់មិនទាន់នាងដែរគេខំរត់យ៉ាងលឿនតែចំណែកឯក្មេងស្រីតូចដើរសោះ
ហើយអ្វីក៏គេរត់មិនទាន់នៅពេលនោះក្មេងប្រុសតូចក៏បានឃើញក្មេងស្រីអង្គុយនៅក្រោមដើមឈើមួយដែលដោះចំកណ្ដាលនៃដើមឈើជាច្រើនទៀតហើយក្មេងប្រុសតូចក៏បានទៅអង្គុយនៅក្បែរនាងនៅពេលនោះពួកគេក៏បានយកស្ករគ្រាប់ដើម្បីញ៉ាំជាមួយគ្នានៅពេលនេះផងដែរគេក៏បានជួបប្រទះនឹងពាក្យមួយដែលមានន័យថាអ្នករកឃើញខ្ញុំរកឃើញអ្នកសាច់រឿងយើងកាត់មកមើលអំពីម្ដាយរបស់ក្មេងតូចនិងក្រុមប៉ូលីសវិញកំពុងតែស្វែងរកកូនរបស់ខ្លួននៅក្នុងព្រៃគ្រោះថ្នាក់នេះឯងនៅពេលបន្តិចក្រោយមកឪពុកម្ដាយនិងប៉ូលីសក៏បានរកឃើញគេនៅក្រោមដើមឈើនោះជាមួយនឹងក្មេងស្រីតូចប៉ុន្តែរឿងដែលគួរឲ្យចម្លែកគឺក្មេងស្រីតូចគឺកាច់ជាសាកសពស្អុយរលួយបាត់ទៅហើយអញ្ចឹងនៅក្នុងចំណុចនេះគឺបញ្ជាក់ឲ្យឃើញថាតាមពិតទៅក្មេងស្រីតូចគឺបានស្លាប់បាត់យូរទៅហើយប៉ូលីសកំពុងតែស្វែងរកនាងផងដែរហើយក្មេងស្រីតូចក៏បានព្យាយាមតាក់ទងក្មេងប្រុសដើម្បីឲ្យមកជួយខ្លួនអញ្ចឹងនៅត្រង់ចំណុចនេះគឺយើងអាណិតទៅដល់តួអង្គប្រុសរបស់យើងនឹងឯងដែលគាត់គឺមានជំងឺ depression មែននឹងឯងអញ្ចឹងរឿងរបស់យើងក៏ចាប់តែត្រឹមនេះបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តរឿងប្រភេទរឿងខ្មោចឬក៏រឿងមួយនេះសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ like និង share ហើយនិង subscribe ផងដែរដើម្បីទទួលបានវីដេអូថ្មីៗចិត្តតមអារម្មណ៍អ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនា Wish you good luck all guys